ចូលយើងប្រើចំណងចំណូលចិត្តរបស់យើងម្ដងទៀតការអបអរសាទរសូមស្វាគមន៍ឡងយូឡែនមកកាន់ឆាកមានរង្វាន់ឡងយូឡាឡងយូឡាបេទីបំផុតលីស៊ីវជឿបានមករកគាត់ខ្ញុំរួចរាល់ហើយកុំយកវាមកដាក់មុខខ្ញុំអីរឿងនេះបេខ្ញុំបានឮអំពីការប្រកួតប្រជែងនេះលីស៊ីវសេគឺជាជើងឯកម្ដងទៀតជាការពិតណាស់ខ្ញុំមិនអាចបោះបង់ចោលអ្នកបានទេសិស្សមិនសំខាន់ទេការប្រកួតប្រជែងនេះមិនបានលាតត្រដាងអត្តសញ្ញាណនោះទេសិស្សរបស់អ្នកតែងតែគោរពតាមការចូលរួមក្នុងការប្រកួតប្រជែងខ្លាំងៗឡងហើយលាក់បាំងរូបរាងរបស់អ្នកល្អហើយខ្ញុំមិនចង់ជ្រើសរើសពូទេពូអ្នកឈ្នះលើកនេះលោកគ្រូក៏មានកំណត់ទ្រព្យដើម្បីផ្ដល់ឲ្យផងដែរសៀវភៅមួយក្បាលការប្រមូលផ្ដុំមួយត្រូវហើយនេះជាគ្រូរបស់ខ្ញុំការខិតខំប្រឹងប្រែងសិក្សារឿងនេះដោយប្រុងប្រយ័ត្នបេនេះគឺជាធម្មសាស្ត្រធាតុត្រីមែនហើយនេះជាដំបងនេសាទដោយប្រាជ្ញានិមិត្តរូបនៃអត្តសញ្ញាណដ៏ទេវភាពក្នុងនាមជាគ្រូរបស់អ្នកឥឡូវនេះខ្ញុំសូមបន្តការបង្រៀនរបស់ខ្ញុំជាផ្លូវការសិស្សល្អចងចាំវិធីដើម្បីសម្របខ្លួនគឺស្ថិតនៅក្នុងចិត្តកុំអន្ទះសារចង់ជោគជ័យលឿនពេកបាទចាស់សិស្សនឹងចងចាំបេលោកឈូអ្វីដែលខ្ញុំបានសុំឲ្យអ្នកធ្វើតើការរៀបចំដំណើរការយ៉ាងដូចម្ដេចបេខ្ញុំបានធ្វើដូចដែលអ្នកបានណែនាំរួចរាល់ហើយសួស្ដីកញ្ញាយីមែនយ៉ូខ្សែភាពយន្តអាពីប៊ីពីពួកគេជាកាយខ្មៅកំពូល1វីឡាសេឈិងហួសកំណត់នឹងទឹកភ្នែកមច្ឆាសមុទ្រសាហ្វែខ្សែថ្មមួយធ្វើបានល្អណាស់ខ្ញុំនឹងទៅផ្សាររាត្រីឥឡូវនេះក្រុមបងប្អូនមិនចាំបាច់មកជាមួយទេបាទចាស់សោះតើអ្នកប្រកាសទេថាអធិបតេយ្យឲ្យភាពនេះឡងយៀនឡងជ្រៅដំបូងដូចដែលអ្នកបានណែនាំការតាមដាននិងការត្រួតពិនិត្យឡងវាបាន1ឆ្នាំសូមបញ្ជាក់ថាពួកគេជាមនុស្សដូចគ្នាមនុស្សល្អសម្រាប់មនុស្សស្លូតត្រង់ប្រសើរជាងសម្រាប់មនុស្សមានទោសមិនដែលទុកអ្នកបាត់បោះចោលឡើយឡើងទៅបងប្រុសសេងចិត្តដល់ហើយឬនៅរងចាំ2នាទីខ្ញុំនឹងទៅដល់ទីចូលឡើងទៅទីនោះខ្ញុំនឹងរងចាំអ្នកនៅមាត់ទ្វារបាទចាស់សោះសហគមន៍នេសាទកំពុងរងចាំវូឡុងអេបេសគ្រាន់តែខ្ញុំលូវូហ៊ានហា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 បន្ទាប់ពីស៊ើបអង្កេតអស់រយៈពេលយូរមកហើយនៅតែមិនទាន់មានតម្រុយនៅឡើយទេខ្ញុំម្ដងទៀតទោះបីជាវីរបុរសដ៏អស្ចារ្យត្រូវបានបង្វែរក៏ដោយយើងត្រូវតែរកលោកឈីវបាទចាស់សោះវេក្រៅពីថ្មនេះគ្មានតម្រុយពីអ្នកទេតើអ្នកនៅណាទីបំផុតទទួលបានជោគជ័យជឿជែនតើអ្នកកំពុងធ្វើអ្វីខ្ញុំកំពុងសិក្សាអំពីប៊ុយតើមានវឌ្ឍនភាពអ្វីខ្លះដែលត្រូវបានសម្រេចនេះជាគំនិតរបស់ខ្ញុំលើដំបងនេសាទបែបប្រពៃណីបន្ទាប់ពីការធ្វើឲ្យប្រសើរឡើងឆ្លាតវៃដែលបានផ្លាស់ប្ដូរប្រហែលជាបានដំឡើងហើយបន្ទះជាតិឆ្លាតវៃអ្នកក៏អាចភ្ជាប់តាមរយៈទូរស័ព្ទដៃបានដែរភ្ជាប់ទៅអាចមើលអរិយាប័ត្រនិងទម្លាប់នៃការស៊ីចំណីរបស់ត្រីបន្ទាប់មកមនុស្សគ្រប់គ្នាអាចរញសម្លេងឌីងដុងអ្វីទៀតវាក៏អាចភ្ជាប់ទៅឧបករណ៍ឆ្លាតវៃគ្រាន់តែចូលចិត្តលេងសើចនឹងរឿងនេះខ្លះមុនពេលអ្នកបាត់បង់ការចងចាំអ្នកប្រហែលជាមិនបានតើអ្នកកំពុងលក់ប៊ុយមែនទេខ្ញុំមិនដឹងអ្វីទាំងអស់វាចម្លែកណាស់កាលពី5ឆ្នាំមុនខ្ញុំបាននាំអ្នកចេញពីហ្គេមនៃសេចក្តីស្លាប់ពីច្រាំងក្រៅពីឈ្មោះរបស់គាត់ផ្ទាល់ប៉ុន្តែខ្ញុំមិនចាំអ្វីទាំងអស់
អញ្ចឹងអ្នកទាំងពីរពិតជាមានអ្វីផ្សេងទៀតមែនលោកយ៉ាវអ្នកមានទំនាក់ទំនងស្នេហាជាមួយអ្នកមើលទៅស្អាតជាងមុនទៅទៀតចៅហ្វាយស្រីស៊ូចេនអ្នកគ្មានអ្វីក្រៅពីការងារចម្លែកហ៊ានបិទផ្លូវខ្ញុំផងអ្នកកំពុងសុំសេចក្តីស្លាប់ហើយអូកហ៊ានធ្វើបាបខ្ញុំម្លេះចៅហ្វាយរបស់ខ្ញុំមកពីគ្រួសារលូកងវូហ៊ានការអត់អន់គ្រាន់តែខ្ញុំលូវូហ៊ានឥឡូវអ្នកខ្លាចហើយមែនទេបើខ្លាចហើយចេញពីផ្លូវខ្ញុំទៅទាញដៃខ្វក់របស់អ្នកចេញអ្នកហ៊ានវាខ្ញុំមែនទេពួកគេបានប្រយុទ្ធនឹងប្រយុទ្ធចុះយ៉ាងម៉េចដែរខ្ញុំជាមនុស្សរបស់លូសៅអ្នកហ៊ានវាខ្ញុំមែនទេរងចាំតែទ្វារបិទប៉ុណ្ណោះលោកក្រវៃក្មេងសូមកុំធ្វើអីវាជាការយកច្រឡំទាំងអស់សូមមេត្តាអធ្យាស្រ័យតែសម្រាប់ណាអ្នកតាមខ្ញុំអាចទុកវាចោលបានមានមនុស្សដូចអ្នកគ្មានអ្វីចម្លែកទេដែលសហគមន៍នេសាទទំនើបខ្លាំងតើអ្នកគិតថាអ្នកជានរណាហ៊ានផ្ដល់ការណែនាំដល់ខ្ញុំប្រទេសខ្ញុំនឹងណែនាំអ្នកច្រើនជាងគ្រប់គ្រាន់អ្នកពិតជាតារាសម្ដែងដ៏ល្អម្នាក់មិនអីទេអ្នកគិតថាអ្នកមានសមត្ថភាពខ្លាំងម្ល៉េះបន្ទាប់មកសូមប្រៀបធៀបការនេសាទប្រសិនបើអ្នកចាញ់មិនត្រឹមតែចៅហ្វាយចង់នៅជាមួយខ្ញុំទេតែអ្នកនៅតែចង់លុតជង្គង់ចុះហើយក្រាបថ្វាយបង្គំខ្ញុំមែនទេឈូឆេនកុំប្រៀបធៀបខ្លួនឯងជាមួយគាត់ហើយលោកត្រូវបានជ្រើសរើសរយៈពេល5ឆ្នាំនេសាទអន្តរជាតិកម្ពុជាទាំង20នៃការប្រកួតជើងតែអ្នកខ្លាចទេបើអ្នកខ្លាចចូលលុតជង្គង់នៅចំពោះមុខខ្ញុំស្គាល់កំហុសរបស់ខ្លួនណាស់ខ្ញុំនឹងឈ្នះជាមួយអ្នកសម្រាប់នេសាទការប្រើប្រាស់ការនេសាទរួមគ្នារវាងការនេសាទនិងការនេសាទការប្រកួតប្រជែងរយៈពេល1ម៉ោងអ្នកណាចាប់ត្រីបានច្រើនជាងគេអ្នកណាឈ្នះតើអ្នកហ៊ានទេអាចឡោះតែទៅនឹងចេញថ្មីដោយលំដាប់ខ្ពស់អ្នកមានរសជាតិល្អនេះគឺជាកម្ពុជានៃបន្ទាត់សូម្បីតែការឆ្លងមេរោគផ្លូវទឹកនោមដ៏ល្អមួយទិញវាបានទេពិតណាស់អ្នកកាន់តែក្រអ្នកកាន់តែធ្វើពុតមានរឿងអ្វីកើតឡើងចំពោះលោកម្ចាស់និងប្រជានុរាស្ត្ររបស់ខ្ញុំថ្លៃសេវាដ៏កំសត់របស់អ្នកវានឹងមិនធ្លាក់ចុះទេនៅពេលប្រើជាមួយគ្នាឈូចេនអ្នកមានបញ្ហាអ្វីឈូចេនពេលព្រឹកមានតែ20នាទីបានកន្លងផុតទៅម្ចាស់ផ្ទះសម្រាមមួយដុំនេះមិនគួរឲ្យទុកចោលទេអ្នកត្រូវបានគាត់បោកបញ្ឆោតមែនទេស្លាប់ព្រាយ Shenlong នេះជាជំនាញចុងក្រោយរបស់ Long Yuan គឺ Dragon អ្នកគឺ Long Yuan ព្រោះអ្នកមិនទាន់ស្លាប់មានអ្នកណាម្នាក់ទេយកវាចុះឲ្យខ្ញុំអ្នកគ្រាន់តែរងចាំខ្ញុំនឹងទៅរកផ្លូវភ្លាមតែនៅលើផ្លូវប្រធានយេនេះជាអំណោយភ្ជាប់ពាក្យរបស់ខ្ញុំឈូមេងយ៉ាវសូមទទួលយករឿងនេះ11សាច់ប្រាក់អាគារយ៉ែនធីងចំនួន3សម្រាប់មួយយប់មូលដ្ឋាននេសាទចំនួន10នៅលើដីអ្នកពិតជាបានផ្ដល់ឲ្យខ្ញុំនៅអំណោយដ៏សប្បុរសមួយខ្ញុំនឹងមិនរៀបការជាមួយលូវូហ៊ានទេប្រធានយេឥឡូវនេះកំពុងនេសាទនៅដាស៊ីគ្រប់គ្រងដោយគ្រួសារធំទាំង4និងក្រុមគ្រួសារលូរបស់ខ្ញុំវាគឺជាប្រមុខនៃគ្រួសារធំទាំង4ប្រឆាំងនឹងខ្ញុំតើអ្នកយល់ទេលូសាខ្ញុំអាចរស់នៅជាមួយអ្នកដោយរបៀបណាធានាបានអាពាហ៍ពិពាហ៍បែបនេះខ្ញុំយល់ស្របប៉ាខ្ញុំមានមនុស្សម្នាក់ដែលខ្ញុំចូលចិត្តខ្ញុំមិនរៀបការជាមួយលូហានទេអ្នកចង់មានន័យថាខ្មោចដែលមានអាយុកាលខ្លីនោះមែនទេគូដណ្ដឹងឈីឆេងគាត់បានបាត់ខ្លួនប្រហែលជាស្លាប់យូរហើយទោះបីជាគាត់ស្លាប់ក៏ដោយខ្ញុំនឹងមិនរៀបការជាមួយអ្នកទេអ្នករបៀបតាមដានរស់នៅជាមួយលោកក្រវៃក្មេងលូអ្នកគឺជាអ្នកដែលបានសម្លាប់បងស្រីយេតើអ្នកហ៊ានសុំទោសគាត់ទេខ្ញុំមកពីពិភពម្ដាយជាបន្តបន្ទាប់ការនេសាទពស់ខ្ញុំនឹងរៀបការជាមួយអ្នកវាគឺដើម្បីធ្វើឲ្យអ្នកខឹងលោកលូខ្ញុំបានរកឃើញហើយគាត់រស់នៅក្នុងរោងហោស្រុកចេងយ៉េងយោល្អខ្ញុំនឹងនៅទីនោះភ្លាមអ្វីរោងហោស្រុកចេងយ៉េងយោខ្ញុំនឹងនៅទីនោះភ្លាមចៅស៊ីពិតជាមិនទុកឲ្យរបស់អ្នកឡងផុតទៅឡើយខ្ញុំមិនខ្លាចនាងទេទីបំផុតខ្ញុំបានជួយសង្គ្រោះខ្ញុំមិនចង់ឲ្យអ្នកស្លាប់ទេ